ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមនាំបងប្អូនអរគ្នាធ្វើដំណើរទៅស្គាល់ទីក្រុងមួយដែលល្បីលើពិភពលោកគឺទីក្រុងឌូបៃជាទីក្រុងសន្ធិដ្ឋនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅតំបន់មជ្ឈមបូព៌ាមុនឆ្នាំ1970ឌូបៃគ្រាន់តែជាទីក្រុងតូចមួយមានប្រជាជនរស់នៅដោយការនេសាទនិងការជួញដូរបន្ទាប់ពីរកឃើញប្រេងនិងមានការដឹកនាំល្អទីក្រុងនេះបានអភិវឌ្ឍយ៉ាងលឿននិងក្លាយជាទីក្រុងទំនើបមួយនៅក្នុងពិភពលោកឌូបៃមានអគារខ្ពស់ៗនិងបច្ចេកវិទ្យាទំនើបជាច្រើនអគារដែលល្បីបំផុតគឺ Burj Khalifa ដែលជាអគារខ្ពស់ជាងគេនៅលើពិភពលោកក្រៅពីនេះក៏មាន Dubai Mall, Palm Jumeirah និង Burj Al Arab ដែលជាសន្តាគាររាងដូចទូកទីក្រុងនេះបង្ហាញពីភាពរីកចម្រើនរហ័សនិងការរចនានៃអនាគតសេដ្ឋកិច្ចរបស់ឌូបៃមិនពឹងផ្អែកតែលើប្រេងមួយមុខប៉ុណ្ណោះទេទីក្រុងនេះល្បីខាងពាណិជ្ជកម្មទេសចរណ៍ចំណាក់ទ្រព្យហើយនិងហិរញ្ញវត្ថុឌូបៃជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដែលមានអ្នកវិនិយោគនិងអ្នកជំនួញមកពីគ្រប់ទិសទីទោះបីជាឌូបៃទំនើបក៏ដោយប៉ុន្តែនៅតែគោរពវប្បធម៌អារ៉ាប់និងសាសនាអ៊ីស្លាមប្រជាជននៅទីនេះមានជាតិសាសន៍ផ្សេងៗគ្នាជាច្រើនបង្កើតជាសង្គមពហុវប្បធម៌អ្នកអាចឃើញវិហារអ៊ីស្លាមទីផ្សារបុរាណអាហារអារ៉ាប់និងអន្តរជាតិទីក្រុងឌូបៃមានសុវត្ថិភាពហើយនិងមានវិន័យខ្ពស់ឌូបៃជាទីក្រុងទេសចរណ៍ដ៏ធំមួយភ្ញៀវទេសចរអាចឡើងមកមើលទេសភាពពី Burj Khalifa ដែលលេងឆ្នេរសមុទ្រជិះឡានលេងក្នុងទីក្រុងសាច់ទិញទំនិញនៅផ្សារធំៗទីក្រុងនេះបង្ហាញពីការរួមបញ្ចូលរវាងធម្មជាតិនិងបច្ចេកវិទ្យាឌូបៃជាគំរូនៃទីក្រុងដែលអាចអភិវឌ្ឍពីភាពក្រីក្រទៅជាទំនើបក្នុងរយៈពេលខ្លីវាបង្ហាញថាការដឹកនាំល្អចក្ខុវិស័យវែងនិងការបើកចំហចំពោះពិភពលោកអាចនាំឲ្យប្រទេសមួយរីកចម្រើនយ៉ាងឆាប់រហ័សសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូនទាំងអស់គ្នាបើសិនជាពេញចិត្តនៅវីដេអូនេះសូមជួយចុច like share ហើយនិង comment យើងនឹងមានវីដេអូក្រោយៗទៀតនៃតំបន់ផ្សេងៗសូមអរគុណ